3នាក់ ប៉ុន្តែកូនខ្ញុំមករៀននៅទីនេះខ្ញុំក៏សម្គាល់ថាគាត់ល្អច្រើនហើយទីមួយទៀតខ្ញុំទៅតែមានកូនដាក់ទី7ឆ្នាំហ្នឹងឯងប៉ុន្តែគាត់មានអាកប្បកិរិយាគឺកែបានស្អាតមែនតើទី1ហើយទី2គាត់តែងតែមានការលើកទឹកចិត្តដូចជាមានសភៅមានប៊ិចសម្រាប់ការធ្វើបានទទួលល្អរបស់គាត់ហើយមួយទៀតគឺខ្ញុំឃើញគាត់មានស្វ័យសិក្សាគុំអាហ្នឹងខ្ញុំចំណន់ខ្ញុំអត់មានទេប៉ុន្តែខ្ញុំឃើញចំណន់នេះគាត់មានហើយគាត់ធ្វើច្រើនណាប៉ុន្តែអញ្ចឹងគឺគាត់ជួយបានច្រើនហើយឃើញកូនអញ្ចឹងគឺគាត់ផ្ដោតរៀនខ្លាំងជាងយើងណែនាំឲ្យគាត់រៀនពេលដែលគាត់មានអាស្វ័យសិក្សាហ្នឹងណាគុំហើយទាំង3នាក់ការរៀនទាំង2នាក់អត់សូវហ្មងទេដល់ពេលចូលមកទាំង3នាក់គឺពេលទៅផ្ទះវិញគាត់តែងតែមានការប្រឡែងប្រជែងគ្នាប្រាប់ថាម៉ាក់ខ្ញុំមិនចេះម៉ាក់ខ្ញុំមិនចេះអញ្ចឹងគឺធ្វើឲ្យការរៀនរបស់គាត់ទាំង3នាក់គឺប្រឡែងប្រជែងប្រកួតប្រជែងគ្នាតែអ្វីដែលសំខាន់ដែលខ្ញុំជំរាបលោកគ្រូអញ្ចឹងគឺអរគុណមែនតើខ្ញុំមានមោទនភាពដែលកូនរៀននៅទីនេះគឺទាំង3នាក់គាត់រៀនគឺបានទទួលល្អបានការអប់រំការណែនាំពីលោកគ្រូអ្នកគ្រូហើយយកចិត្តទុកដាក់មែនតើអ្វីដែលគាត់សម្គាល់មួយទៀតហ្នឹងគឺតំណែងរវាងអាណាព្យាបាលជាមួយលោកគ្រូអ្នកគ្រូជាមួយបាពូម៉ាក់មីងគឺគាត់មានតំណែងល្អគឺខ្ញុំសូមកោតសរសើរសាលាផ្សេងទោះបីជាខ្ញុំមិនបានទៅរៀនគឺតែខ្ញុំឃើញពេលដែលជួបអាណាព្យាបាលគេតែងតែនិយាយថាការតំណែងគឺអត់ស្ទើរមានភាពស្អិតល្មួតដូចយើងនៅនេះគឺផ្ដោតសំខាន់មែនទែនគឺការតំណែងនឹងហ្មងសូម